ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាប្លុកនេះបើក្បាលដំបងមកដល់បាកងហ្មងអញ្ចឹងឥឡូវនេះប្លុកយើងទៅសៀមរាប2យប់3ថ្ងៃបងអញខ្ញុំឆ្លៀតចូលបាកងញ៉ាំបាយពីព្រឹកបន្តិចមុននឹងពួកយើងបន្តដំណើរទៅមុខទៀតដើម្បីទៅរកអូតាអញ្ចឹងណាបងមកសៀមរាបខ្ញុំរីខមមិនឲ្យបងចូលញ៉ាំបាយនៅបាកងបងនិយាយថាឆ្ងាញ់ខ្លាំងមែនតើហ្មងនិយាយទៅរាល់ដងអាចទៅសៀមរាបគឺអត់តែភ្លេចចោះបាយនៅបាកងខ្ញុំមកដល់សៀមរាបប្រហែលជាចន្លោះម៉ោង10ទៅ11ដែរអញ្ចឹងខ្ញុំមានពេលមួយថ្ងៃហ្នឹងខ្ញុំអាចទៅលេងប្រាសាទទូចៗបានដល់ពេលតែស្អែកឡើងបាទខ្ញុំឆ្លៀតទៅប្រាសាទអង្គរតូចអញ្ចឹងណាអញ្ចឹងនេះគឺជាប្រាសាទប្រខាន់ប្រាសាទនេះនិយាយពីថាបេះហ្មងគឺប្លង់កន្លែងញឹមមឆាខុសពេលដែលខ្ញុំទៅសៀមរាបខ្ញុំអត់ដែរភ្លេចសោះហ្មងគឺប្រាសាទប្រខាន់ទៅកន្លែងប្លង់មឆានិយាយពីថាគេអនត្រេននិយាយទៅអត់ចេះផុតទេមួយឆ្នាំតមួយឆ្នាំគឺដបេះហ្មងអញ្ចឹងបងតែគាត់មកសៀមរាបកុំភ្លេចណាប្លង់ញឹមមឆាបងតានិយាយថាស្អាតយកតែមែនតែសំខាន់រដូវនេះមិនមែនជារដូវពណ៌បៃតងទេបងប៉ុន្តែស្អាតខ្លាំងបងតែគាត់ចង់មកលេងសៀមរាបខ្ញុំរីខមមិនឲ្យមកប្រាសាទទូចៗក៏បានដែរគឺស្អាតខ្លាំងមែនតែឬក៏បងថាអូយើងមានពេល2ថ្ងៃអាចទៅប្រាសាទអង្គរតូចហើយយើងអាចឆ្លៀតមកប្រាសាទតូចៗធានាថាបងគឺឲ្យស្រស់ស្រាយ fresh ខ្លាំងមែនតែសំខាន់ណាតួអត់ពណ៌បៃតងប៉ុន្តែប្រាសាទគឺស្អាតខ្លាំងមែនតែមិនថាប្រាសាទអង្គរតូចឬក៏ប្រាសាទតូចដែលនៅពេលមកដល់សៀមរាបគឺអារម្មណ៍យើង fresh ខ្លាំងមែនតែការងារដែលយើង stress ប្រហែលគឺបោះចោលអស់ហើយមានអារម្មណ៍ថាស្រស់ស្រាយហើយឡើងស្រាខ្លួនហ្មងណាបងឥឡូវហ្នឹងចូលមកដល់ថ្ងៃទី2ពួកខ្ញុំបន្តដំណើរទៅអង្គរតូចហើយមុននឹងពួកយើងឡើងទៅប្រាសាទអង្គរតូចពួកយើងចូលញ៉ាំបាយនៅមុខប្រាសាទសិនដោយសារតែកន្លែងនេះគឺបេះដែរចូលមកប្រហែលជា3 4ដងហើយកន្លែងបងស្រីគាត់រស់រាយខ្លាំងមែនតែសំខាន់មកហូបឆ្ងាញ់មែនតែហើយតម្លៃសមរម្យបងតែគាត់មកប្រាសាទអត់ដឹងនេះបងអាចមើលផ្លាកបានបងអានេះអត់ប្រម៉ូទេខនថាកន្លែងឆ្ងាញ់ក៏ចង់ណែនាំបងឲ្យមកសាកនៅកន្លែងគាត់ព្រោះអីរសជាតិឆ្ងាញ់មែនតែសំខាន់បុកម្ជូរជាមួយនឹងថៃឆ្លូនឆ្ងាញ់ខ្លាំងមែនតែហ្មងបន្ទាប់ពីយើងហូបបាយពេលព្រឹកនៅមុខប្រាសាទអង្គរហើយយើងចាប់ផ្ដើមបន្តដំណើរទៅចូលនៅក្នុងប្រាសាទហ្មងដើម្បីផ្ដិតយករូបភាពដែលស្អាតបងថ្ងៃហ្នឹងភ្ញៀវទេសចរគាត់មករៀងអត់សូវច្រើនទេដោយសារតែខ្ញុំមកហ្នឹងគឺចាប់ចូលឆ្នាំខ្មែររបស់យើងហើយអញ្ចឹងវារៀងសាឡាអញ្ចឹងងាយស្រួលឲ្យពួកខ្ញុំថតប្លុកឬក៏និយាយទៅមិនមែនថាខ្ញុំចូលចិត្តដែរបែបស្ងាត់រៀង private introvert ទេអញ្ចឹងនិយាយពីទេសភាពវិញខ្ញុំឲ្យលេខ1ហ្មងគ្រប់ជ្រុងគ្រប់ជ្រោយគឺប្រាសាទបាក់ខ្មែរយើងគឺស្អាតខ្លាំងមែនតែគ្មានគូប្រៀបទេនិយាយពីឲ្យខ្ញុំនិយាយថាមកថាមកអត់ចេះចិនណាយទេខ្ញុំមក3 4ដងហើយគឺទៅដល់ហើយគឺនឹកទៀតហ្មងគឺចង់តែមកទេតែយើងត្រូវតែតម្រូវទៅធ្វើការងារវិញតែកន្តែមកសៀមរាបជើងនេះអត់មានកម្រងទេឲ្យ AI random លេងមកដល់សៀមរាបនិយាយទៅមកថាចង់មកសៀមរាបតែប៉ុន្តែអត់ដឹងទៅណាដល់ពេលអញ្ចឹងទៅ AI រីខមមិនឲ្យមកសៀមរាបឡើយមកដល់សៀមរាបបាត់ហ្មងកន្លែងប្លង់តលេអ៊ំនេះបើសិនជាគាត់ចេះថតវិញគឺអែមខ្លាំងមែនតែនហ្មងថតនៅកន្លែងគៀកទឹកយើងផ្លាតជាមួយនឹងខ្លងទ្វារតលេអ៊ំគឺស្អាតអូនិយាយពីថាកន្លែងខ្លងទ្វារខ្មោចវិញខ្ញុំឲ្យលេខ1ហ្មងកន្លែងគេ trend នេះឥឡូវហ្នឹងអត់មានសក់ទេសំខាន់បងលើហ្នឹងគាត់យកសក់យកមកដាក់ឲ្យទៀតអូយឃើញចម្លាក់ច្បាស់ខ្លាំងមែនតើបងតែគាត់មកសៀមរាបខ្ញុំរីខមមិនឲ្យមកខ្លងទ្វារខ្មោចនិយាយពីចម្លាក់វិញគឺផុសស្អាតដូច 3D បងមើលតែក្បាច់ផ្កាឈូករបស់យើងអូយខ្ញុំសរសើរសម័យមុនខ្លាំងមែនតើហ្មងបុរាណមានប៉ុន្តែផុស 3D ដូច HD ដូចយើងទាន់សម័យអញ្ចឹងអូយស្អាតខ្លាំងមែនតើហ្មងខ្ញុំរីខមមិនថាបងកុំភ្លេចណាមកខ្លងទ្វារខ្មោចនិយាយពីថាថតរូបភាពគឺស្អាតពិសេសបងមកចាំពេលរដូវវស្សាគឺពណ៌ក្រៀមស្អាតខ្លាំងមែនតើមិនថាប្លង់នៅខាងក្រោមកន្លែងគៀនតសឬក៏ប្លង់នៅខាងលើខ្លងទ្វារខ្មោចទេគឺស្អាតដូចគ្នានិយាយទៅប្លង់នេះមានតិចមែនប៉ុន្តែបើយើងចេះកាច់ style វិញគឺបានច្រើនម៉ាក់ច្រើនម៉ូតមែនតើហ្មងអញ្ចឹងបងខ្ញុំរីខមមិនឲ្យមកខ្លងទ្វារខ្មោចទាំងអស់គ្នានិយាយពីថាបេះមកតួឯងសំខាន់បើយើងគឺខ្លងទ្វារជ័យនិយាយពីដើមឈោធំពីរចេញមកមុខព្រំស្អាតផុសចេញមកនៅមុខយើងហ្មងបងខ្ញុំរីខមមិនហើយគឺរីខមមិនទីកុំភ្លេចណាខ្លងទ្វារជ័យស្អាតមែនតើបងស្អាតប្លង់តលេអ៊ំបងខ្ញុំនៅសាលវីដេអូតិចតួចក៏ចង់ដាក់ចូលនៅក្នុងហ្នឹងព្រោះវាស្អាតកន្លែងហ្នឹងខ្ញុំថតបែបជាបុរាណអញ្ចឹងមកគាត់ចង់ថត pre-wedding អីនៅអាឈៀងមកជាហៀងទៀតអាហ្នឹងគឺស្អាតដូចគ្នាកន្លែងនេះហើយតែខ្ញុំមកដំបូងគេបំផុតគឺគ្រាន់តែជិះមកដល់ភ្លាមគឺព្រឹសរោហ្មងហើយនិយាយពីថាថ្ងៃហ្នឹងវាអំណោយផលទៀតចោលធ្លាក់មកស្លឹកឈើធ្លាក់មកដូចអូយខ្ញុំនិយាយមិនមកទេថតកន្លែងហ្នឹងគឺស្រស់ស្រាយមែនតើសំខាន់ពេលមកដំបូងភឺសបខ្លាំងយកមែនតើហ្មងខ្ញុំអត់ដឹងថាបងដូចខ្ញុំអត់ទេប៉ុន្តែឲ្យតែមកដល់ប្រាសាទប្រៃរូបគឺភឺសបយកហ្មងបន្ទាប់ពីយើងដើរលេងប្រាសាទទៅរៀងអស់កម្លាំងដែរឥឡូវចូលដល់ល្ងាចដែរខ្ញុំមករកបាយល្ងាចនៅភូមិប្រដានៅកន្លែងនេះគឺតម្លៃសមរម្យសំខាន់ឆ្ងាញ់ហើយម៉ូចាស់របស់ខ្ញុំចូល3 4ដងហើយតើនិយាយថាបងចូលកន្លែងគាត់ហើយគឺគាត់រស់រាយខ្លាំងមែនតើចាំខ្ញុំដាក់ឈ្មោះគាត់នៅក្នុងវីដេអូហ្នឹងគាត់ឈ្មោះចលៀបអាចទៅរកគាត់បានបន្ទាប់ពីញ៉ាំបាយនៅបដាហើយពួកខ្ញុំក៏មកដល់អូតាងូតទឹកងូតអីអស់ក៏ដើរមកចេញនៅខាងក្រៅបន្តិចនិយាយពីថាអូយមិនได้ច្រើនខ្លាំងមែនតើពេលយប់ធ្លាប់តែយើងដើរ private ដល់ពេលមកដល់ពេលយប់ឃើញមនុស្សអអញ្ចឹងទៅចង់ខ្លាចមិនតិចដែរវីដេអូទៅសៀមរាប2យប់3ថ្ងៃគឺចាប់ត្រឹមហ្នឹងហើយណាបងបើសិនជាចង់បានវីដេអូតកុំភ្លេចចូល comment នៅខាងក្រោម